ការវិតម្លៃពីអ្នកវិភាគផងដែរថាប្រសិនបើតាក់ទងនឹងការធ្លាក់ចុះទៅលើទិន្នន័យ GDP អញ្ចឹងគឺវាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់ប្រាក់ដុល្លារហើយក៏ជាឱកាសមួយដែលអាចធ្វើឲ្យតម្លៃមាសនៅតែបន្តកើនឡើងផងដែរបាទជំរាបសួរបងប្អូនអតិថិជនទាំងអស់គ្នាជួបគ្នាជាថ្មីនៅក្នុងវីដេអូវិភាគព័ត៌មានប្រចាំថ្ងៃរបស់ក្រុមហ៊ុន GFG Investment ដោយជួបជាមួយនឹងខ្ញុំគុណណាន់បាននៅថ្ងៃទី26ឧសភា2025នេះខ្ញុំនឹងធ្វើការចែកម្លែកជូននៅព្រឹត្តិការណ៍ព័ត៌មានផ្សេងៗដែលតាក់ទងនឹងបម្រែបម្រួលនៃតម្លៃទីផ្សារបាទយើងបន្តចាប់អារម្មណ៍មើលទៅលើតម្លៃហាងឆេមាសដដែលបាទដែលកាលពីសប្តាហ៍មុននៅថ្ងៃសុក្រដែលជាថ្ងៃបិទផ្សារតម្លៃហាងឆេមាសបានហក់ឡើងរហូតដល់តម្លៃ$3,365នៅក្នុងអោនដែលស្មើនឹង$4,054នៅក្នុងមួយដំឡឹងបាទតាក់ទងទៅនឹងតម្លៃហាងឆេមាសដែលបានហក់ឡើងបែបនេះគឺដោយសារតែសប្តាហ៍មុនដោយដែលបងប្អូនបានជ្រាបហើយក៏ជាអ្វីដែលខ្ញុំបានលើកឡើងក្នុងវីដេអូរួចហើយថាតាក់ទងទៅនឹងសប្តាហ៍មុនគឺជាសប្តាហ៍មួយដែលជាព្រឹត្តិការណ៍មួយនៅក្នុងការទម្លាក់ចំណាត់ថ្នាក់របស់ស្ថាប័ន Moody ដែលបានទម្លាក់ចំណាត់ថ្នាក់ប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកពីកម្រិត AAA មកនៅ AA number 1បាទអញ្ចឹងជំវិញតាក់ទងទៅនឹងការទម្លាក់ចំណាត់ថ្នាក់នេះហើយដែលបង្ហាញឲ្យឃើញអំពីការបាត់បង់នៅទំនុកចិត្តនៅក្នុងការវិនិយោគទៅលើទីផ្សាររបស់សហរដ្ឋអាមេរិកបាទដែលនៅក្នុងនោះមានដូចជាប្រាក់ដុល្លារ stock ហើយនឹងតាក់ទងទៅនឹងទីផ្សារមួយចំនួនដែលជាទីផ្សាររបស់សហរដ្ឋអាមេរិកអញ្ចឹងការធ្លាក់ចុះនេះគឺបង្ហាញអំពីការបាត់បង់នៅទំនុកចិត្តដោយជាក់ស្ដែងតាក់ទងទៅនឹងទីផ្សារ stock របស់សហរដ្ឋអាមេរិកគឺវាមានការធ្លាក់ចុះនៅក្នុងខ្ទង់ចន្លោះពី2ទៅ3%អញ្ចឹងគឺជាចំណុចមួយដែលធ្វើឲ្យតាក់ទងនឹងការវិនិយោគទៅលើទីផ្សាររបស់សហរដ្ឋអាមេរិកគឺមានក្តីបារម្ភនៅក្នុងនោះដោយឡែកសម្រាប់ហាងឆេមាសនៅក្នុងព្រឹកនេះតែម្ដងគឺស្ថិតនៅក្នុងតម្លៃ$3,353នៅក្នុងមួយអោនដែលស្មើនឹង$4,039នៅក្នុងមួយដំឡឹងអញ្ចឹងយើងមើលឃើញថាតាក់ទងនឹងតម្លៃហាងឆេមាសគឺហាក់បីជារក្សានៅក្នុងកម្រិតមួយខ្ពស់ដដែលអញ្ចឹងបងប្អូនក៏ចង់ដឹងថាតើមានមូលហេតុអ្វីក្រៅពីព្រឹត្តិការណ៍នៅក្នុងសប្តាហ៍មុនដែលទម្លាក់ចំណាត់ថ្នាក់ដោយស្ថាប័ន Moody អញ្ចឹងនៅក្នុងសប្តាហ៍នេះតើមានអ្វីដែលអាចនឹងកើតឡើងហើយក៏ជាអ្វីដែលយើងនឹងតាមដានបន្តបាទអញ្ចឹងនៅក្នុងសប្តាហ៍នេះគឺពិតជាព័ត៌មានមួយដែលគួរឲ្យចាប់អារម្មណ៍ជាងសប្តាហ៍មុនតាក់ទងទៅនឹងទិន្នន័យសេដ្ឋកិច្ចហើយសប្តាហ៍នេះគឺនឹងមានចេញផ្សាយទៅលើទិន្នន័យសេដ្ឋកិច្ចមួយចំនួនតាក់ទងទៅនឹងអតិផរណាដែលក្នុងនោះមានដូចជា PCE ក៏ដូចជា GDP របស់សហរដ្ឋអាមេរិកផងដែរអញ្ចឹងយើងឃើញថាទិន្នន័យទាំងអស់នោះគឺត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ហើយជាមួយនឹងការវិតម្លៃពីអ្នកវិភាគផងដែរថាប្រសិនបើតាក់ទងនឹងការធ្លាក់ចុះទៅលើទិន្នន័យ GDP អញ្ចឹងគឺវាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់ប្រាក់ដុល្លារហើយក៏ជាឱកាសមួយដែលអាចធ្វើឲ្យតម្លៃមាសនៅតែបន្តកើនឡើងផងដែរក្រៅពីទិន្នន័យ GDP ក៏មានទិន្នន័យផ្សេងទៀតផងដែរគឺតាក់ទងនឹង PCE ដែលជាទិន្នន័យមួយដែលបង្ហាញអំពីស្ថានភាពអតិផរណាស្ថានភាពអតិផរណាគឺជាអ្វីមួយដែលអាចនឹងប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកដែលយើងហៅថា Fed ដូច្នេះជាអ្វីដែល Fed តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើការសម្រេចចិត្តនៅក្នុងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនដោយបច្ចុប្បន្ន Fed គឺបានរក្សាអត្រាការប្រាក់ដដែលគឺនៅក្នុងកម្រិត 4.5% អញ្ចឹងអ្វីដែលគេតាមដាននោះគឺគេតាមដានថាប្រសិនបើស្ថានភាពអតិផរណាមានភាពល្អប្រសើរឬក៏មានការធ្លាក់ចុះនោះអញ្ចឹង Fed អាចនឹងធ្វើការសម្រេចចិត្តនៅក្នុងការកាត់អត្រាការប្រាក់អញ្ចឹងជំវិញតាក់ទងនឹងតម្រុយនៅក្នុងការសម្រេចចិត្តទៅលើការកាត់អត្រាការប្រាក់របស់ Fed នេះដែរគឺវាបានប៉ះពាល់ដល់តម្លៃលុយដុល្លារគឺអាចនឹងធ្វើឲ្យតម្លៃលុយដុល្លារមានការធ្លាក់ចុះហើយឱកាសនោះអាចនឹងធ្វើឲ្យតម្លៃទីផ្សារផ្សេងៗជាពិសេសគឺតម្លៃមាសតែម្ដងដែលធៀបជាមួយនឹងប្រាក់ដុល្លារគឺអាចនឹងមានការហក់ឡើងជាបន្តបន្ទាប់ដូច្នេះតាក់ទងនឹងសម្រាប់ទីផ្សារមាសគឺយើងត្រូវតែតាមដាននៅអ្វីដែលអាចនឹងកើតឡើងនៅក្នុងសប្តាហ៍នេះបាទសម្រាប់ក្រៅពីទីផ្សារមាសយើងបន្តមកចាប់អារម្មណ៍មើលទៅលើទីផ្សាររូបិយប័ណ្ណវិញម្ដងដែរនៅក្នុងនោះមានដូចជារូបិយប័ណ្ណយូរ៉ូបាទយើងឃើញថារូបិយប័ណ្ណយូរ៉ូដូចដែលអ្វីបានលើកឡើងកាលពីសប្តាហ៍មុនគឺវាមានការងើបឡើងបាទធៀបជាមួយនឹងលុយដុល្លារអញ្ចឹងមិនត្រឹមតែប្រាក់យូរ៉ូនោះទេគឺថែមទាំងមានលុយផោនក៏ដូចជាលុយយេនផងដែរដែលវាមានការងើបឡើងបើធៀបជាមួយនឹងលុយដុល្លារអញ្ចឹងដោយសារតែមូលហេតុដូចដែលបានលើកឡើងកាលពីសប្តាហ៍មុនហើយអ្វីដែលយើងនៅតាមដានត្រូវតាមដាននៅក្នុងសប្តាហ៍ទៀតនោះគឺសម្រាប់ប្រាក់យូរ៉ូផ្ទាល់តែម្ដងគឺតាក់ទងទៅនឹងការអនុវត្តពន្ធគោលរបស់លោកដូណាល់ត្រាំអញ្ចឹងតាក់ទងទៅនឹងបញ្ហាពន្ធគោលរបស់លោកដូណាល់ត្រាំគឺហាក់បីជាចាប់ផ្ដើមកក្រើកវិញហើយជាមួយនឹងខាងសហគមន៍អឺរ៉ុបដោយពេលថ្មីនេះគឺលោកដូណាល់ត្រាំគឺបានប្រកាសថា
លោកនឹងធ្វើការដំឡើងពន្ធនាំចូលទំនិញពីសហភាពអឺរ៉ុបនៅក្នុងទំហំ 50% បាទដូច្នេះតកតងនឹងព័ត៌មាននេះគឺបានធ្វើឲ្យមានភាពរង្គោះរង្គើនៅក្នុងទីផ្សារវិនិយោគជាពិសេសគឺរូបិយប័ណ្ណយូរ៉ូតែម្ដងអញ្ចឹងដោយយើងសង្កេតមើលឃើញថាកាលពីសប្តាហ៍មុនបន្ទាប់ពីលោកដូណាល់ត្រាំបានប្រកាសហើយអញ្ចឹងគឺវាធ្វើឲ្យប្រាក់យូរ៉ូមានការចុះខ្សោយបន្ទាប់ពីវាមានការងើបឡើងនៅក្នុងសប្តាហ៍មុនអញ្ចឹងតកតងនឹងចំណុចនេះអ្វីដែលយើងលើកឡើងទៀតនោះគឺតកតងនឹងថ្មីនេះក៏មានការអាប់ដេតទៅលើព្រឹត្តិការណ៍នៅក្នុងការដំឡើងពន្ធរបស់លោកដូណាល់ត្រាំទៅលើការនាំចូលទំនិញពីសហគមន៍អឺរ៉ុបចំនួន 50% គឺត្រូវបានពន្យាបន្ទាប់ពីមានការចរចាជាមួយសហគមន៍អឺរ៉ុបគឺពន្យារយៈពេលចំនួន1ខែដូច្នេះចំណុចនេះហើយក៏បានធ្វើឲ្យប្រាក់យូរ៉ូមានការងើបឡើងមកលើវិញផងដែរអញ្ចឹងជាឱកាសល្អសម្រាប់បងប្អូនអតិថិជនអាចធ្វើការវិនិយោគទៅលើលុយយូរ៉ូហើយជាពិសេសតាក់ទងនឹងលុយផ្សេងៗដូចជាលុយផោនក៏ដូចជាលុយយើងរបស់ប្រទេសជប៉ុនក៏មានការងើបឡើងផងដែរអញ្ចឹងគឺជាឱកាសមួយរបស់បងប្អូននៅក្នុងការវិនិយោគដើម្បីទទួលបានផលចំណេញសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះមានតែប៉ុណ្ណឹងអរគុណបងប្អូនអតិថិជនដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងផ្សេងៗអំពីទីផ្សារនេះសូមកុំភ្លេចចំណាយពេល5នាទីជួបជាមួយនឹងខ្ញុំគុណណាន់